លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានបញ្ជាក់ឡើងវិញនៅថ្ងៃទី9 ខែមិថុនាថារដ្ឋាភិបាលកម្ពុជានឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសកម្ពុជានិងថៃតាមគ្រប់យន្តការដែលមានស្រាប់ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរបើតាមប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងករណីចាំបាច់ដូចជាករណីប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3កម្ពុជានឹងបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេពីទីក្រុងនេះប្រទេសបារាំងជាទីដែលមានជំនួបកំពូលពិភពលោកស្ដីពីមហាសមុទ្រលោកហ៊ុនម៉ាណែតបានឆ្លៀតបញ្ចេញសារតាម Facebook របស់លោកថាកម្ពុជាបន្តរក្សាជំហរសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាថៃជាសេនាធិការដោយឈលលើកិច្ចព្រមព្រៀងជាពិសេស MOU ឆ្នាំ2000ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ឡើងវិញថានៅក្នុងករណីចាំបាច់ដូចជាករណីប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3កម្ពុជានឹងប្រើប្រាស់យន្តការតុលាការអន្តរជាតិ ICJ នាពេលខាងមុខជាមួយគ្នានោះលោកហ៊ុនម៉ាណែតក៏បានបន្ថែមថារដ្ឋាភិបាលកម្ពុជាក៏នឹងបន្តរក្សាទំនាក់ទំនងរវាងកម្ពុជានិងថៃតាមគ្រប់យន្តការដែលមានស្រាប់ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរនិងលោកអំពាវនាវឲ្យបណ្ដាសារព័ត៌មាននិងប្រជាពលរដ្ឋខ្មែររក្សាភាពស្ងៀមស្ងាត់និងជឿទុកចិត្តលើរដ្ឋាភិបាលនិងកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដីយ៉ាងនេះក្តីលោកសំរងស៊ីប្រធានចលនាជាតិតស៊ូបានសរសេរលើ Facebook របស់លោកដោយបញ្ចេញប្រតិកម្មថាបើទោះបីជាកម្ពុជាមានប្រៀបជាងថៃខាងផ្លូវច្បាប់យ៉ាងណាក៏ដោយក៏រដ្ឋាភិបាលលោកហ៊ុនម៉ាណែតហាក់ដូចជាស្ទាក់ស្ទើរក្នុងការប្រជុំមុខដាក់គ្នាដោយផ្ទាល់ជាមួយប្រទេសថៃអតីតប្រមុខបកប្រឆាំងរូបនេះលើកឡើងទៀតថាកម្ពុជាកំពុងតែចាញ់សម្លុតថៃនិងធ្លាក់ចូលក្នុងអន្ទាក់របស់គេដោយសុកចិត្តដកកងទ័ពដែលឈរជើងលើទឹកដីខ្លួនឯងលោកថាឥឡូវនេះពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ក៏មានភាពមិនច្បាស់លាស់ដែរលោកសំរងស៊ីក៏បានទាញភ្ជាប់ករណីឃាតកម្មលោកលឹមកំយ៉ាចូលទៅក្នុងបញ្ហាចំនួនព្រំដែនរវាងកម្ពុជានិងថៃនាពេលនេះដែរខណៈដែលទាហានកម្ពុជាម្នាក់ត្រូវបានទាហានថៃបាញ់ស្លាប់កាលពីថ្ងៃទី28 ខែឧសភាឆ្នាំ2025នៅតំបន់មុំ3ក្នុងខេត្តព្រះវិហារដែលថៃនៅមិនទាន់ទទួលខុសត្រូវនៅឡើយ។